មានសសរស្ដំបានសរសេរចំណាយទុកដោយព្រះជាប្របាទអង្គមានសោហើយបានទៅកន្លែងសសរស្ដំរបស់ព្រះជាហើយរបស់ព្រះសម្មាសម្ពុទ្ធកោនិកមនោអកកុសន្ធោបាទណានឹងមួយទៀតនឹងចិត្តកន្លែងវត្តនៃគ្រូធារៀមដែលពុះទៅឯប្របងវត្តទៅលិចកន្លែងប្រសូតរបស់ព្រះសម្មាសម្ពុទ្ធកកុសន្ធោបាត់អស់ជាមកណាត់នៅសល់មកណាត់ណាញោមស្ទើរតែកប់ក្នុងដីអីមិញញោមដីបានដុះឡើងចិត្តលោកបាត់ប៉ុន្តែអ្នកបារាណវត្ថុបានស្រាវជ្រាវឃើញឥឡូវនេះញាតិញោមកាលណាជាម្ចាស់អង្គគ្រូបានមកដល់វត្តទីគ្រូធារៀមវត្តនេះដែលជាសទ្ធាកសាងដោយព្រះជាប្របាទសធុទនៈមួយលើនឹងពពុញាតតែកសាងត្រៀមទុកថ្វាយដល់ព្រះសម្មាសម្ពុទ្ធមួយលើភិក្ខុសង្ឃជាង 20000 អង្គដែលនិមន្តមកកាន់កបុលភ័ស្ត្រគ្រាដំបូងនោះឥឡូវញាតិញោមកាលណាជាម្ចាស់ព្រះអង្គគ្រូធ្វើបទនមស្ការសង្ខេបដើម្បីបានស្ដាប់រឿងតិចបន្តួចនៅទីនេះបន្តទៀតដោយព្រះអង្គគ្រូបណ្ឌិតសែនសុខវាសនានរតនានិមន្តថ្វាយគុំព្រះអង្គកណែសូមអនុមោទនាឱកាសខ្ញុំសូមវន្ទានៅព្រះជ្រះមេទាំង5ព្រះអង្គសូមជាងបារមីចាត់ថ្លែងមកគង់ទីឋាននេះណាព្រះកុកសន្ធោព្រះកោនីកមនោព្រះកាសៈបោព្រះសមណគោតមបរមពុទ្ធោព្រះមេត္តាយោហើយព្រមទាំងព្រះធម៌ជ្រាលជ្រៅបវរប្រសាពេកត្រៃ84000ព្រះធម្មខណ្ឌថ្លៃព្រះអង្គព្រមទាំងព្រះសង្ឃប្រសាសើរត្រង់ជាបទព្រះពុនលកតណ្ហាខ្ញុំសូមលំអត់ចិត្តជាចាចិនដោយដៃចាខ្ញុំលើកហាត់ប្រងំដាក់ទៅសេរតាសំកំចាត់បងសត្វត្រូវនានាគាវិនិច្ឆ័យនមោតស្សៈភគវតោអរហតោសម្មាសម្ពុទ្ធស្សនមោតាមសម្មាសម្ពុទ្ធស្សនមោតាសភគវតោអរហតោសម្មាសម្ពុទ្ធស្សរិកិរិយានមាសកាមខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិយអង្គនៅព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញយធម៌ទាំងពួងចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយពុទ្ធាំសារណង្កាចាមិធម្មំសារណង្កាចាមិសង្ឃំសារណង្កាចាមិខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹងទុតិចាំបេពុទ្ធាំមិទុតិចាំបេធម្មំសារណង្កាចាមិទុតិចាំបេសង្ឃំសារណង្កាចាមិខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ជាទីពឹងទីរលឹងជាគម្របពីដងផងតតិចាំបេពុទ្ធាំសារណង្កាចាមិតតិចាំបេធម្មំសារណង្កាចាមិតតិចាំបេសង្ឃំនេះខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹងជាគម្រប3ដងផងវន្ទាមិចេតិយ៉ាងសាពាំងសត្វបថានេសពតតិតាំងសារិរកតិតមហាពុទ្ធមុនចរូបាំងសកលੰតាទាខ្ញុំសូមថ្វាយបង្គំពុទ្ធបរមចេតិព្រមទាំងព្រះសារី
រកធិនៃព្រះពុទ្ធនិងមហាពុទ្ធិព្រមដែលគុណដឹកដែលលំអត់លំអងចិត្តបរិសុទ្ធលើកំបងអញ្ចៅលីនឹងព្រះពុទ្ធរោងតំណាងអង្គក្រមត់នេះដែលឋាននៅត្រង់ទីឋាននាលោកទាំងអស់ដោយតែចិត្តនៃគុណព្រះមានគុណប្រសើរពួងតែតែរំលួរំដកទំទៅអន្តរាយសូមឲ្យខ្ញុំបានសុខរួចចាត់តុងផងទាំងឡាយសត្វត្រូវទៅចិត្តឆ្ងាយសូមឲ្យខ្លាយមកជាមិត្តសូមទាន់ព្រះអរិយមេត្រីនៃសិនសូមបានគឺធម៌ពិនសូមដល់ចិត្តប្រាថ្នាអង្គអ្នកមការានុភាវេនអន្តបាសាពេឧបតវេអនេកាអន្តរាយាបេវិណាសន្តអសេសតោដោយអានុភាពនៃកិរិយាអ្នកមាសកាថ្វាយបង្គំសូមឲ្យកំចាត់បងនៅឧបទ្រពទាំងឡាយទាំងសេចក្តីអន្តរាយទាំងឡាយជាអនេកក៏ចូលឲ្យវិនាទៅកំបីមានសាសឡាយសូមជ្រះថ្លាអនុមោទនាជាកិច្ចបន្តតអំពីបទនមស្ការយ៉ាងសង្ខេបនេះទៅសូមរតនានិមន្តព្រះធម្មបាសនាបណ្ឌិតមនសាយដើម្បីបានសម្ដែងព្រះធម៌តេតឹងអំពីរឿងរ៉ាវនៅវត្តនិក្រូធិរាមនេះសូមរតនានិមន្តបាទសាធុប៉ុណ្ណាយើងញាតិញោមជ្រាបម្ដងហើយវត្តនេះដែលស្មាសម្ដែងព្រឹកមិញថាពេលព្រះអង្គយាងមកកាន់និក្រូធិរាមនេះដោយព្រះនៅឧទាយីព្រះអីញោមនៅឧទាយីភិក្ខុដែលអេតតកៈផ្នែកខាងញាញាតណាព្រះញាតហ្នឹងឲ្យជ្រះថ្លាចឹងពញាតជ្រះថ្លាច្រើនណាស់ដោយសារព្រះទាយីព្រះអង្គលើកដំកើងអេតតកៈបើបាននមួនប្រពុតមួយលើភិក្ខុសង្ឃជាង 20000 អង្គមករយៈពេល2ខែបានមកដល់ហើយព្រះបាទសទ្ធោទនៈក៏ពេចពើរមើលមើលទីសំគូសម្រាប់ធ្វើជាទីវត្តអារាមថ្វាយព្រះអង្គក៏ឃើញទីទឹកដីនេះដែលជាទឹកដីហ្នឹងជាឧឈានរបស់ស្ដេចនិក្រូធអញ្ចឹងនៅពេលដែលធ្វើវត្តក៏ដាក់ឈ្មោះថានិក្រូធិរាមទៅណាញាតិញោមយកតាមម្ចាស់ទឹកដីបាទនិក្រូធិរាមហ្នឹងបាទហើយពេលព្រះអង្គយាងមកព្រះអង្គមកគួងនៅហ្នឹងញាតិញោមទាំងភិក្ខុសង្ឃផ្សេងទៀតជាង 20000 អង្គហើយក្រោយគួងទៅតាំងពី1ថ្ងៃ2ថ្ងៃ3ថ្ងៃ4ថ្ងៃទៅប្រោះដល់ព្រះនួនណាព្រះនួនពេលដែលថ្ងៃមង្គលការហ្នឹងមកបួសនៅនឹងញោមណាដែលព្រះអង្គទៅប្រទានធម៌នៅថ្ងៃមង្គលការហ្នឹងទានធម៌ឲ្យប្រគល់បាបឲ្យញោមពេលបានបាបហ្នឹងដើរមកកាន់រហូតជាគិតថាដល់បន្តិចទៀតព្រះអង្គយកបាបទៅចឹងណាញោមបន្តិចទៀតដល់ទៅនេះព្រះអង្គយកបាបទៅបាទដល់វត្តហើយព្រះអង្គយកបាបទៅអញត្រឡប់ទៅវិញអញ្ចឹងណាមិនបានទៅវិញទេញោមអត់បានទេបើរហូតមកដល់ទីនេះបានព្រះអង្គសួរថាមនានួនអ្នកបួសទេណាបបិទ្ធព្រះអង្គដល់ចម្រើនខ្ញុំព្រះអង្គបួសក៏បួសនឹងទៅនឹងមួយរឿងហ្នឹងញោមណាបាទហើយក្រោយមកទៀតចាប់ព្រះនាងពំពាទេវីនៅមិនសុខនឹងអាប់នាំឲ្យកូនមកជួបប្របីតាទៀតណាញោមគេទេហេតុបច្ច័យគ្រប់គ្រាន់ណាបើកុំឲ្យមកជួបហ្នឹងបានបួសទេញាតិញោមអត់ទេប្រាថ្នាចង់ឲ្យកូនហ្នឹងបានជាស្ដេចចក្រចឹងពេលដែលព្រះអង្គយាងគូចរបិណ្ឌបាតហ្នឹងព្រះនាងពំពាទេវីហ្នឹងក៏បើកបង្អួចឡើងគឺហើយបង្ហាញទៅប្រាប់កូនថាកូននោះប្របីតារបស់កូនដែលកំពុងតែគូចរបិណ្ឌបាតហើយមានតេជះមានអនុភាពលើពុភិក្ខុទាំងឡាយនោះជាង 20000 អង្គដែលមានពណ៌សម្បុរដូចជាមាសណាមើលទៅណាស្អាតណាមើលទៅដៃជើងណាទាំងអវយវៈគ្រប់គ្រាន់សុទ្ធតែសមរម្យស្អាតណាបុត្រនឹងឯងគឺជាបៃតារបស់បុត្រហើយព្រះអង្គបើនៅគ្រប់គ្រឿងផ្ទះនឹងបានជាស្ដេចចក្រមានកំណត់ទ្រព្យដល់ទៅ4ចឹងធម្មតាកំណត់ទ្រព្យហ្នឹងផុតពីបៃតាទៅត្រូវធ្លាក់លើកូនចឹងបុត្រជាកូនរបស់ព្រះអង្គចឹងបុត្រទៅជួបព្រះអង្គហើយសូមនៅកំណត់ទ្រព្យទៅបុត្រនឹងបានជាស្ដេចចក្រ
ប្រាប់កូនអញ្ចឹងណាញោមបាទទៅសូមទ្របតែជាទេរបស់កបៃតាប្រាប់ហើយអញ្ចឹងដល់លោកមកបត់ទៅទៅធ្វើតាមហ្នឹងមើលឡើងតាមវីដេអូបងទួមតោទៅនៅព្រះរាជវាំងហ្នឹងហើយឆាន់ហើយក៏រៀហូលឡើងមកបាទមកចិត្តព្រះអង្គតែដូចជារាក់ទាក់នឹងស្និទ្ធស្នាលណាញោមដូចជាកូនដូចថាបានបីបងនំពីថែរសាស្និទ្ធស្នាលបើហើយរៀបរាប់ពីពីកិច្ចការផ្សេងចឹងទៅណារហូតដល់សូមបបីតាហ្នឹងថាបើពិតព្រះអង្គខ្ញុំព្រះអង្គសូមកំណត់ទ្របទាំង4តែព្រះអង្គដែលជារបស់ព្រះអង្គហ្នឹងធម្មតាអត់ពីបីតាទៅនឹងបានដកបុតហ្នឹងហើយវាហុលហ្នឹងដូចថាស្និទ្ធស្នាលជាមួយបីតាណាបើបានព្រះអង្គនាំញោមនាំមកពីព្រះរាជវាំងហ្នឹងនាំមកដល់ហោហែអញ្ចឹងទៅក៏មកដល់ទឹកដីទីហ្នឹងព្រះអង្គពិចារណាពេលដែលរាហុលសូមកំណត់ទ្របហ្នឹងព្រះអង្គពិចារណាថាអាត្មាអញគូឲ្យទ្របអ្វីនៅដល់បុត្រនេះបើទ្របក្នុងលោកីនេះអាត្មាអញធ្លាប់ឲ្យច្រើនជាតិហើយឲ្យទៀតឲ្យមិនចេះឆប់ឲ្យមិនចេះចប់ឲ្យរាប់ពាន់ជាតិហើយឲ្យដល់រាហុលហ្នឹងញោមប៉ុន្តែចេះឆ្អែតទេនឹងអត់ឆ្អែតទេអត់គ្រប់គ្រាន់ទេឲ្យទៀតឲ្យជាតិនឹងឲ្យជាតិក្រោយបានជាកូនឲ្យទៀតទេហ្នឹងអញ្ចឹងគឺទ្របនៅក្នុងលោកីនេះអាត្មាអញធ្លាប់ឲ្យរាហុលហ្នឹងច្រើនណាស់មកហើយប៉ុន្តែអរិយទ្របអាត្មាអញអត់ដែលឲ្យសោះអញ្ចឹងអាត្មាអញគូឲ្យនៅអរិយទ្របដល់បុត្រនេះហ្នឹងហើយបានព្រះអង្គហៅស្រីបុត្រមកហើយព្រះស្រីបុត្រមកម្នាស្រីបុត្រអ្នកចូលបំពុះនៅសាមណេរនេះចុះណាបានព្រះស្រីបុត្រហ្នឹងបំពុះណាជាឧបជារបស់ព្រះរាហុលព្រះមុគលានជួយកោសក់ហ្នឹងញោមហ្នឹងហើយបានបំពុះហើយចឹងទៅដំណឹងហ្នឹងក៏លេចលឺទៅដល់ព្រះបាទសទ្ធោទនៈហ្នឹងហាក់បីដូចជាធ្លាក់ខ្លាមក្ដូកហ្នឹងញោមថ្មីត្បិតជាព្រះអរិយបុគ្គលហើយក៏ពិតប៉ុន្តែអរិយបុគ្គលជាន់ទាបទេញោមណាបើឮថារាហុលបុះអញ្ចឹងក៏សោកសៅហ៎បើគឺស្ដាយពីព្រោះអត់ពីព្រះនួនទៅថាបានរាហុលហ្នឹងអ្នកស្នងរាជបន្តណាញោមណាអត់ពីព្រះសម្មាសម្ពុទ្ធទៅថាបាននួនជាអ្នកគ្រប់គ្រងរាជសម្បត្តិផុតពីនួនទៅថាបានរាហុលឥឡូវអស់ពីរាហុលហើយបានណាទៀតញោមណាបើអញ្ចឹងព្រះអង្គសោកសៅស្ដាយដូចជាមានអវ័យយកមកបេះបេះដូងព្រះអង្គចេញពីខ្លួនប្រាណអញ្ចឹងទៅនឹងដឹងដំណឹងឲ្យពេលព្រះអង្គយាងទៅក៏មកចូលមកគាល់ព្រះអង្គរៀបរាប់អំពីសេចក្តីទុក្ខដែលទី1ព្រះអង្គចេញសាងភ្នោះទី2នួនទី3មករាហុលជាចៅទៀតចេញសាងភ្នោះទៀតធ្វើឲ្យព្រះអង្គកើតទុក្ខសោកស្ដាយចង់ឲ្យទៅបួសទេណាញោមញាតិចង់ឲ្យនៅគ្រប់គ្រងរាជសម្បត្តិនឹងហើយព្រះអង្គក៏បន្ទោសបងនៅសេចក្តីសោករបស់ព្រះបិតាទៅហ្នឹងហើយបានបដីបិតាហ្នឹងចាប់ពីពេលហ្នឹងសុំពើពីព្រះអង្គមួយណាញោមសុំពើពីព្រះពើហ្នឹងគឺថាពលបុត្រទាំងឡាយទាំងពួងមុននឹងបួសត្រូវមានការអនុញ្ញាតពីឪពុកម្ដាយសិនណាញោមណាទើបបួសបានព្រះអង្គទទួលនៅពើហ្នឹងណាហើយក្រោយមកក៏ពលបុត្រណាដែលចង់សាងប្រភ្នោះត្រូវតែសូមការអនុញ្ញាតពីអ្នកគ្រប់គ្រងសិនណាញោមពីមេដាបិតាឬបងប្រុសបងស្រីជាអ្នកគ្រប់គ្រងដូចជាព្រះចក្ខុបាលជាដើមព្រះចក្ខុបាលស្ដាប់ពធពុទ្ធជ្រះថ្លាទៅចង់បួសណាញោមណាហើយចូលទៅសូមព្រះអង្គបួសព្រះអង្គថាអ្នកមានការអនុញ្ញាតពីអ្នកផ្ទះឲ្យនៅតែនៅទេព្រះអង្គក៏ត្រឡប់ថ្វាយគុំព្រះអង្គលាត្រឡប់ទៅវិញទៅលាប្អូនប្រុសគាត់យ៉ាងណាក៏មិននៅដែរប្រគួរទ្រព្យសម្បត្តិឲ្យអស់ទៅណានៅក្នុងសាសនាព្រហ្មចរិយៈនេះបើចង់ធ្វើឲ្យតឹងរឹងម៉ត់ចត់ប្រកបពជាក្រាក្រៃនោះបើនៅជាភេទអ្នកគ្រប់គ្រងផ្ទះមិនងាយទេតោះទៅចេញបួសប្អូនហ្នឹងអនុញ្ញាតទៅប៉ុណ្ណាបើពាក់ព័ន្ធនឹងថាមុននឹងបួសត្រូវសូមការអនុញ្ញាតពីណាអ្នកគ្រប់គ្រងសិនបើឯរាហុលហ្នឹងដើមហេតុហ្នឹងចេញពីរាហុលហ្នឹងបានព្រះអង្គប្រទានពើនឹងដល់ព្រះបាទព្រះជាស
សធោទនៈហ្នឹងទៅហ្នឹងតិចដីហ្នឹងក៏ជាទីកន្លែងដែលបំពោះនៅព្រះរាហុលផងដែរហើយពេលដែលរាហុលបួសក្រោយមកព្រះបាទសធោទនៈហ្នឹងក៏សោយទីបង្គួតបរិណិព្វានទៅចិត្តនឹងបរិណិព្វានបានជាព្រះអរហន្តណាញោមបើហើយក៏បរិណិព្វានទៅព្រះនាងពជាបតិគោតមីនេះបើបាននឹងឲ្យធ្វើនៅចៃវរញោមចៃវរស្អាតទេដេរដោយដៃខ្លួនឯងជាលុកគក់បោកក៏បានដោយដៃខ្លួនឯងណាញោមហើយកាន់យកមកប្រទានដល់ព្រះសម្មាសម្ពុទ្ធទោះជ្រះថ្លាគិតថាជាបុត្រជាកូនអញ្ចឹងប៉ុណ្ណាបើយកមកដល់ប្រទានព្រះអង្គទទួលទេញោមអត់ទទួលទេព្រះអង្គក៏ថាឲ្យនាងប្រទានទៅសង្ឃហើយអញ្ចឹងពេលដែលព្រះមិនទទួលហើយភិក្ខុបន្ទាប់ព្រះសិរីបុត្រទទួលទេមកកលៀនទទួលទេអត់ទទួលទេរហូតដល់ចុងអាសនៈណាញោមណាដល់ចុងអាសនៈដល់ពេលភិក្ខុបើគេនៅបំពោះហ្នឹងមានអ្នកណាទទួលគ្មានក្រើមទៀតទទួលទេទទួលបានព្រះអង្គញ៉ាំងថាសូមពនាងហ្នឹងធ្វើបុណ្យក៏បីធ្វើចំពោះសង្ឃណាញោមណាធ្វើចំពោះសង្ឃទៅហើយកាលណាបើទានថ្វាយដល់សង្ឃហើយមានពុទ្ធជាប្រធានជាទានដែលមានបុណ្យច្រើនរាប់មិនបានប្រមាណមិនអស់ទេអញ្ចឹងគឺព្រះអង្គចង់ប្រកាសថាជាទិដ្ឋានុគតិសម្រាប់កូនចៅជំនាន់ក្រោយញាតិញោមបើចង់ធ្វើបុណ្យអីឲ្យតាំងចិត្តធ្វើចំពោះសង្ឃកុំគិតថាធ្វើចំពោះលោកអ៊ំលោកមានលោកមីងកូនអញបងអញប្អូនអញអញ្ចឹងណាញាតិញោមបើកាលណាបើយើងតាំងចិត្តធ្វើអញ្ចឹងបានផលតិចបើយើងតាំងចិត្តតែធ្វើចំពោះសង្ឃបានផលច្រើនដូចជាណាអន្តកៈទេវបុត្រនឹងអង្គុត្តរៈទេវបុត្រចឹងញាតិញោមណាអន្តកៈទេវបុត្រធ្វើបុណ្យតាមបាយមួយចានសម្លមួយវែកជាមួយនឹងព្រះនរុត្តញោមណាស្លាប់ទៅកើតជាទេវតាមានស័ក្តិធំហ្នឹងហើយពេលព្រះអង្គទៅសម្ដែងពធអង្គុយចិត្តព្រះមេត្តាព្រះបាទនេះស័ក្តិធំហ្នឹងចិត្តមេត្តាណាចិត្តហ្នឹងហើយចិត្តមេត្តាព្រះអង្គដល់ពេលអង្គុត្តរៈទៅណា12យោជន៍ហើយអង្គុត្តរៈហ្នឹងធ្វើបុណ្យសម័យហ្នឹងមនុស្សអាយុប្រហែល 10000 ឆ្នាំញាតិញោមហើយធ្វើបុណ្យអាយុ 10000 ឆ្នាំហើយលោកសំដែងថាគ្រាន់តែផ្ទះបាយដាំឡើងប្រវែងណណីមួយថ្ងៃ10យោជន៍ពី10យោជន៍បាយដាំដើម្បីធ្វើបុណ្យគាត់អ្នកមានណាប៉ុន្តែកាលនោះអត់បានធ្វើជាមួយសង្ឃទេគាត់ធ្វើជាមួយមនុស្សក្រីក្រលំបាកតោកចាអីចឹងណាញាតិញោមណានោះអត់សិលដល់អញ្ចឹងបានបុណ្យដែរប៉ុន្តែបើប្រៀបជាមួយនឹងអន្តកៈហ្នឹងវាតិចណាញោមណាហ្នឹងហើយតថយទៅក្រោយ12យោជន៍សាក់តិចអញ្ចឹងញាតិញោមតែហ្នឹងក៏ព្រះអង្គប្រពគឺជាមួយពនាងពជាបតិគោតមីដែលធ្វើត្រៃជីវរមកថ្វាយព្រះអង្គញ៉ាំងឲ្យធ្វើចំពោះសង្ឃវិញប៉ុណ្ណាបើនៅឃើញថាធ្វើទានចំពោះសង្ឃបានបុណ្យច្រើនបើអនុមោទនីហើយក្រោយមកទៀតនាងពជាបតិគោតមីដល់ពេលប្របាទសធោទនៈស្លាប់ទៅសគួតទៅរាហុលក៏ចេញបួសនន់ក៏ចេញបួសព្រះអនន្តក៏ចេញបួសអ្នកផ្សេងទៀតក៏ចេញបួសអញ្ចឹងនឹកឃើញថាមិនដឹងនៅធ្វើអីញាតិញោមណាបើក៏ចេញមកបួសដែរមកសុំព្រះអង្គបួសទៅដឹងញាតិញោមមកចូលដល់វត្តនិក្រូធិរាមថ្វាយគុំព្រះអង្គសូមព្រះអង្គបួសបបិទ្ធព្រះអង្គដល់ចម្រើនខ្ញុំព្រះអង្គសូមការអនុញ្ញាតឲ្យព្រះអង្គឲ្យស្ត្រីបួសនៅក្នុងពុទ្ធសាសនានេះផងពុទ្ធសាសនានេះផងក្នុងធម៌វិន័យដែលព្រះអង្គសម្ដែងល្អហើយបានព្រះអង្គខាត់ថាមនាងពជាបតិគោតមីសូមមហាបុត្រសូមព្រះមាសូមពនាងកុំពេញចិត្តក្នុងការឲ្យស្ត្រីបួសឡើយលើកទី1លើកទី2ដល់លើកទី3ក៏ព្រះអង្គបដិសេធទៀតថាមិនឲ្យស្ត្រីបួសទេញោមណាបើហើយនាងក៏អន់ចិត្តស្វែងគុំត្រឡប់ទៅវាវិញទៅប៉ុណ្ណាប៉ុន្តែដល់ក្រោយមកពុទ្ធយាងទៅណាញោមយាងទៅកាន់វេសាលីណាគឺគោដាក់គារសាលានាព្រៃមហាវ័នហ្នឹងហើយពនាងមិនសុខចិត្តទេទោះបីសុំលើកនឹងមិនបានអញជាយាមសុំបន្តទៀតណាញោមណាទៅដល់វាំងវិញញោមកោសក់ណាកោពុកមាត់ពុកវិការកោសក់ឲ្យស្លីកសម្ពុតដែលតាមដោយទឹកបញ្ចត់ដោយខ្លួនឯងហើយដោះទំនាប់ជើងចេញដើរទៅពីនឹងទៅដល់វេសាលី
មួយលើនឹងសាកយាននេះ500រូបទៀតទៅដើរពីនឹងទៅដល់នោះហើយជើងមិនធ្លាប់ដើរពិបាកផងឈាមអីញោមឈាមរហូតទៅដល់នោះទៅបានជួបព្រះអនន្តជួយសុំទៅបានព្រះអង្គបើថាស្ត្រីអាចទទួលនៅគរុធម៌8បានថាគាត់នឹងឲ្យប៊ូគរុធម៌ហ្នឹងបានឯធ្ងន់ណាញោមណាបាទហើយនាងនឹងហេតុតែចង់ញោមចង់ទទួលព្រមដោយមិនរុញរាដោយមិនអសទ្ធាដោយមិនធុញថប់គឺទទួលដល់ពេញចិត្តបានប៊ូទៅណាដើមហេតុចេញពីនឹងទៅផងដែរណាញោមញាតិពុទ្ធបរិស័ទទាំងអស់គ្នាប៉ុណ្ណាបាទអនុមោទនាចឹងទឹកដីទីនេះកន្លែងព្រះរហន្តគួងនៅច្រើនកន្លែងព្រះពុទ្ធគួងនៅកន្លែងប្រពរឿងរ៉ាវអំពីពួកណែសក្យៈហ្នឹងហើយព្រះរាជានៅកបលភ័ស្ត្រច្រើនណាស់នៅវត្តនិក្រូធារាមនេះដែលកសាងឧទ្ទិសចំពោះព្រះពុទ្ធសាសនាដោយព្រះរាជាប្របាទណាសធុទនៈនិងពពុញាតវេថ្វាយចំពោះព្រះសង្ឃនៅទឹកដីឈ្មោះថានិក្រូធារាមចឹងញាតិញោមពុទ្ធបរិស័ទបានអញ្ជើញមកហើយសូមជ្រះថ្លារីករាយទាំងអស់គ្នាសពកាលទឹកដីទីកន្លែងណាក៏ដោយគឺសិតតែព្រះអរហន្តធ្លាប់ប្រើប្រាស់គួងនៅដើរជុំវិញនឹងទាំងអស់ចឹងយើងតាំងចិត្តបូជាទៅបានបុណ្យច្រើននឹងថ្ងៃនឹកបូជាដល់ព្រះអរហន្តដែលលោកអស់កិលេសទាំងឡាយទាំងពួងហើយសូមអនុមោទនាកាយវន្តនាកាយវន្តនាកាយវន្តនាបបិទ្ធព្រះសម្មាសម្ពុទ្ធដ៏ចម្រើនហើយពេលនេះថ្ងៃនេះខ្ញុំបករុណាទាំងឡាយបានមកដល់ហើយវត្តនិក្រូធធារាមនេះជាកន្លែងដែលព្រះសម្មាសម្ពុទ្ធមួយលើនឹងព្រះសង្ឃធ្លាប់ប្រើប្រាស់នៅទីនេះហើយខ្ញុំបករុណាទាំងឡាយសូមបូជាថ្វាយដោយគ្រឿងប្រអប់ទាំងឡាយមានទឹកអប់ជាដើមបបិទ្ធព្រះវិចិត្រមាសូមព្រះអង្គទទួលយកនៅគ្រឿងសក្ការៈទាំងឡាយនេះដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនអស់ការជាងវែងទៅឡងសូមបូជាថ្វាយជាគម្រប់2ដងផងសូមបូជាថ្វាយជាគម្រប់3ដងផងដោយអំណាចបុណ្យនេះខ្ញុំបករុណាទាំងឡាយសូមឧទ្ទិសតែជូនដល់មេដាបៃតាជីដូននិងជីតាញាតិកាទាំងឡាយសពសាស្ត្រទាំងអស់មើលឃើញក្តីមើលមិនឃើញក្តីក្នុងទីឆ្ងាយក្តីក្នុងទីចិត្តនេះក្តីពួកអបាយភូមិទាំង4ពួកទេវតាទាំង6ជាន់ពួកព្រំទាំងអស់យ៉ាងវិញទៀតសូមឧទ្ទិសចែកជូនដល់ពពវិរៈជួនព្រះមហាក្សត្រខ្មែរគ្រប់ចំនួនសម្ដេចសង្ឃគ្រប់ព្រះអង្គវរៈសង្ឃគ្រប់ព្រះអង្គកងទ័ពខ្មែរទាំងអស់ទាំងពលីជីវិតជួយការពារទឹកដីប្រទេសជាតិខ្មែរប្រជាជនខ្មែរសត្រូវមកពីមុខសូមឲ្យរំលើងសត្រូវមកពីខ្នងសូមឲ្យរសាយត្រូវមកពីឆ្ងាយខ្លាយជាមាត់សត្រូវនៅចិត្តក៏សូមឲ្យបងវាជាឆ្ងាយអន្តរធានវិនិច្ឆ័យសន្តោអាសេសតោវិនិច្ឆ័យបរាជ័យទៅកុំបៀតបៀនបានឡើយណាញាតិញោមណាសូមឲ្យវិជាជនខ្មែរស្រុកខ្មែរយើងបករស់នៅប្រកបដោយសុខសន្តិភាពនិងការអភិវឌ្ឍចម្រុងចម្រើននិងជួយផ្សព្វផ្សាយថែរក្សាពុទ្ធសាសនារីកចម្រុងចម្រើនទូទាំងពិភពលោកអនុមោទនាសូមជូនមគ្គផលចំពោះទៅដល់មេត្តាបៃតាគុណគ្រូឧបជាគុណញាតិកា7សន្តានជីដូនជីតារស់នៅក្តីណាផលកុសលកានសូមសុខសេនសានតឋានផុតទុកអនុមោទនា